បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃទី1 ខែ 4 2025បាទឥឡូវយើងបានបោះអិតបន្ថែមទៀត10ការ៉ុងទៀតពុកម៉ែបងប្អូនបាទមួយថ្ងៃនេះអស់11បងប្អូនបាទអស់11ទាំងអស់វា2ថ្ងៃនេះអស់ពី22ការ៉ុងពុកម៉ែបងប្អូនបាទ22ការ៉ុងបាទអស់1តោនជាងបងប្អូននេះបានប៉ុណ្ណេះ1តោនជាង1តោននេះយើងយកទៅរៀបបន្ទប់ទឹកបើនៅសល់យើងយកទៅរៀបលបងដីផងដែរពុកម៉ែបងប្អូនបាទលបងដីផងដែរអានេះបោះសំមិញត្រូវទឹកភ្លៀងមកបានមកប្រើទៅហិតតែមមបាទអានេះបោះព្រឹកមិញបានប្រហែលជួរដែរប្រហែលគ្នាពាក់កណ្ដាលម្នាក់មិនសមមិញបាន10ការ៉ុងហើយនេះបាន10ការ៉ុងទៀតទាំងអស់វា1តោន2ការ៉ុង1តោនវា23បានប៉ុណ្ណេះនេះអត់យើងបោះខ្លួនឯងខ្សាច់ខ្លួនឯងម្នេះបានអត់ប្រើការបំបាក់ចិត្តផងអត់ប្រើការឥឡូវយើងបានអត់ហើយអត់នេះយើងអាចរៀបបានណាអូនេះតែមួយថ្ងៃយើងអាចមួយថ្ងៃ2ថ្ងៃយើងយកទៅរៀបបានជាប់ទៅទឹកភ្លៀងបាញ់ព្រឹកឡើងបាញ់ទឹកបើអត់ភ្លៀងទេយើងបាញ់ទឹកវាទៅបាទត្រង់នេះបងប្អូនយើងតចក្រានបាយបាទតចក្រានបាយបន្ទប់ទឹកហើយនឹងឃ្លាំងដាក់អីវ៉ាន់អានេះយើងបោះប្រហែលជា10បេដែរនេះអត់អស់នេះទាំងអស់វា72តោនបងប្អូន72តោន72តោនយកមករៀបអានេះចក្រានបាយបន្ទប់ទឹកឃ្លាំងដាក់អីវ៉ាន់ទៅនេះកន្លែងស្តុកនេះកម្រោបវាចាក់ហូចហើយកុំអូបចាក់បានមិនចាហៀងនៅមិនចាហៀងទៀតជ្រៅដែរបងជ្រៅគ្រាន់បានដែរពីប្រឡោះធំតែម្ដងអស់ខ្សាច់ហើយខ្សាច់អស់ហើយស្អែកឲ្យគេយកខ្សាច់មកថែមមួយឡានទៀតហើយនឹងស៊ីម៉ង 5B ទៀតអស់ស៊ីម៉ងដែរស៊ីម៉ងក៏អស់ខ្សាច់ក៏អស់ដែរតែថ្មឡប់ឡាយយើងមានហើយនៅថ្មល្អិតទៀតចាក់តសទៀតហើយនៅច្រើន